គុណប្រយោជន៍នៃខ្ទឹមបារាំងល្អចំពោះសុខភាពមនុស្សគ្រប់វ័យជាពិសេសសម្រាប់ជំងឺទូទៅបន្លែមួយនេះមានផ្ទុកជាតិរ៉ាវីតាមីននិងសមាសធាតុដ៏រឹងមាំជាច្រើនដែលត្រូវបានបង្ហាញថាជួយលើកកម្ពស់សុខភាពតាមវិធីជាច្រើនគុណសម្បត្តិខ្ទឹមបារាំងត្រូវបានគេស្គាល់តាំងពីសម័យបុរាណហើយត្រូវបានគេប្រើជាឱសថធម្មជាតិសម្រាប់ជំងឺទូទៅដូចជាដំបៅឈឺក្បាលនិងជំងឺបេះដូងខ្ទឹមបារាំងត្រូវបានគេបង្ហាញថាមានគុណប្រយោជន៍ចំពោះសុខភាពហើយនេះគឺជាវិធីមួយចំនួន 1. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានគេដឹងថាជួយទប់ស្កាត់ដំណើរអុកស៊ីតកម្មមានឥទ្ធិពលបំផ្លាញកោសិកាដែលបណ្ដាលឲ្យមានជំងឺមួយចំនួននៅក្នុងបេះដូងទឹកនោមផ្អែមនិងជំងឺមហារីកខ្ទឹមបារាំងជាបន្លែល្អបំផុតដែលអាចជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids ជាង25ប្រភេទ 2. ល្អសម្រាប់បេះដូងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងខ្ទឹមបារាំងក៏អាចដើរតួជាភ្នាក់ងារប្រឆាំងនឹងការរលាកបន្ថយកម្រិតកូលេស្តេរ៉ុលដែលទាក់ទងនឹងជំងឺបេះដូងខ្ទឹមបារាំងមានមាត្រាខ្ពស់នៃជាតិអាន់ថូសែនីនហើយសារធាតុចិញ្ចឹមនេះអាចជួយបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូងលក្ខណៈប្រឆាំងនឹងការរលាកខ្លាំងរបស់ខ្ទឹមបារាំងក៏អាចជួយក្នុងការកាត់បន្ថយសម្ពាធឈាមខ្ពស់និងហានិភ័យនៃការកកឈាមផងដែរ 4. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមការប្រើគ្រឿងផ្ទេសនេះជារៀងរាល់ថ្ងៃអាចគ្រប់គ្រងកម្រិតជាតិស្ករហើយនេះក៏ជួយអ្នកជំងឺដែលវិវត្តទៅជាជំងឺទឹកនោមផ្អែមការសិក្សាថ្មីៗនេះជាមួយនឹងមនុស្សដែលបានហូបខ្ទឹមបារាំងលើរបបអាហាររបស់ពួកគេអាចបន្ថយកម្រិតជាតិស្ករជាមួយនឹងបរិមាណដ៏ច្រើននេះដោយសារតែសមាសធាតុស្ពាន់កាថូរនិងក្អេសេទីនដែលមានក្នុងគ្រឿងទេសហើយទាំងនេះត្រូវបានបង្ហាញថាមានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម 4. លើកកម្ពស់សុខភាពរំលាយអាហារសារធាតុ Prebiotic និងជាតិសរសៃដ៏សម្បូររបស់បន្លែនេះគឺចាំបាច់ធ្វើឲ្យក្រពះមានសុខភាព Prebiotic គឺជាបម្រែបម្រួលនៃជាតិសរសៃដែលអាចទទួលយកបានដោយរាងកាយទាំង Prebiotic និង variation នៃជាតិសរសៃសុទ្ធតែអាចគ្រប់គ្រងបាក់តេរីល្អនិងមីក្រូមានប្រយោជន៍ដទៃទៀតក្នុងក្រពះដូច្នេះការទទួលបន្លែនេះជាប្រចាំជាមួយនឹងមាត្រាខ្ពស់នៃ Prebiotic ជួយក្នុងការផលិតប្រូតេអូនដូចជា Lactobacillus និង Bifidobacteria ជួយលើកកម្ពស់ប្រព័ន្ធរំលាយអាហារបានល្អ 5. លើកកម្ពស់ឆ្អឹងរឹងមាំខណៈពេលដែលផលិតផលទឹកដោះកំពុងពេញនិយមសម្រាប់សុខភាពឆ្អឹងប៉ុន្តែខ្ទឹមបារាំងក៏ជួយពង្រឹងឆ្អឹងផងដែរការទទួលបន្លែនេះជារៀងរាល់ថ្ងៃអាចធ្វើឲ្យប្រសើរឡើងដោយដង់ស៊ីតេរ៉ាយឆ្អឹងនិងលើកកម្ពស់ចលនាប្រឆាំងអុកស៊ីតកម្មសម្រាប់ស្ត្រីវ័យចំណាស់គ្រឿងស្ទេសនេះអាចជួយទប់ស្កាត់ការវិវត្តនៃការរងរបួសចង្កេះបន្លែនេះមានអត្ថប្រយោជន៍សម្រាប់សុខភាពមនុស្សគ្រប់វ័យនេះដោយសារតែជំនួយពីខ្ទឹមបារាំងក្នុងការបន្ថយ stress អុកស៊ីតកម្មដែលជួយបង្កើនបរិមាណអាំងទីអុកស៊ីដង់សម្រាប់ការពារបាត់បង់ឆ្អឹងហើយជាលទ្ធផលអាចធ្វើឲ្យដង់ស៊ីតេឆ្អឹងថយចុះនិងបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺពុកឆ្អឹង